ban ba thì một nia là nó phải về Johan chụp muối Johan chụp muối bằng ôn này ba thầy riêng một nia hay an lại lòng nia chui đằng khi nhóm đằng đi Johan chụp muối thì đi kho cùng cuốn ba kho đặt vậy và ăn chụp muối kho cùng cuốn ba kho đặt vậy những cái chi tiết của này nhé số mình ăn sai sótนี้ai quân lưới tập quân nước cứ chiếc quân lưới đại bằng lưới đo mình luộcទាំងអស់ដែលកាត់មកក្នុងលោកីទ្រង់បានគង់ក្នុងលោកីហើយលោកីក៏កើតមកដោយសារទ្រង់តែមិនស្គាល់ទ្រង់ទេទ្រង់បានជាងមកគង់នៅផែនដីរបស់ទ្រង់តែរាជទ្រង់មិនបានទទួលទ្រង់សោះប៉ុន្តែអង្គណាបានទទួលទ្រង់គឺអង្គដែលជាដល់ព្រះទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះគឺជាកូនដែលមិនកើតមកពីឈាមឬតាមប្រាថ្នាខាងរូបសាច់ឬតាមចំណង់នៃមនុស្សឡើយគឺកើតមកអំពីព្រះវិញព្រះបន្ទូលមកត្រឡប់ជាសាច់ឈាមហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នាយើងរាល់គ្នាបានធ្វើសេរីអរទ្រង់គឺជាសេរីអរនៃព្រះបុត្រាតែមួយដែលមកពីព្រះអូបិតាមានជាព្រះគុណនិងសេចក្តីពិតអាយុហានបានធ្វើបន្ទាល់ពីទ្រង់ដោយបន្លឺអោទានឡើងថាគឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថាព្រះអង្គដែលយាងមកក្រោយខ្ញុំទ្រង់បានត្រឡប់ជាមុនខ្ញុំវិញបើទ្រង់គង់នៅមុនខ្ញុំហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោពេញរបស់ទ្រង់មកគឺជាព្រះគុណដែលលើព្រះគុណផងបិទបណ្ដាក្រវិន័យទាំងប៉ុន្មានបានប្រទានមកដោយលោកម៉ូសេតែឯព្រះគុណនិងសេចក្តីពិតនោះបានមកដោយសារព្រះយេស៊ូវគ្រីស្ទវិញគ្មានអ្នកណាដែលឃើញព្រះឡើយមានតែព្រះបុត្រាតែមួយដែលគង់នៅក្នុងព្រះអរាព្រះវតាប៉ុណ្ណោះទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គអេមែនសូមអញ្ជើញឲ្យតាមជាមួយគ្នាយកខ្ញុំភាសាដំកើងព្រះដ៏ជាអង្គម្ចាស់នៃយើងខ្ញុំដែលទ្រង់គឺជាម្ចាស់នៃផែនដីនិងនគរឋានសួគ៌ហើយព្រះអង្គជាម្ចាស់នៃទូលបង្គំយើងខ្ញុំវាខ្ញុំអរគុណព្រះអង្គដែលទ្រង់មានពរឲ្យយើងខ្ញុំមានឱកាសដើម្បីថ្វាយបង្គំព្រះអង្គនៅព្រឹកនេះជាមួយគ្នាហើយយើងខ្ញុំមានឱកាសដើម្បីស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គផងសូមព្រះដែលជាអង្គម្ចាស់បានមានបន្ទូលបង្កាន់យើងខ្ញុំរាល់គ្នាបានចិត្តយើងខ្ញុំនឹងកាន់ទទួលព្រះបន្ទូលព្រះអង្គដែលទ្រង់សម្បត្តិបំពេញនឹងខ្ញុំនៅព្រឹកនេះសូមព្រះវិញ្ញាណបរិសុទ្ធទ្រង់ជួយឲ្យតាមរីកំសាយរបស់យើងខ្ញុំរាល់គ្នាដើម្បីខ្ញុំអាចយល់អត្ថបំណងព្រះនៃទ្រង់ខ្ញុំសូមព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនក្នុងកំឡុងពេលនៃខែធ្នូប្រជាជនទូទាំងសកលលោកនឹងបានហើយនឹងកំពុងតែប្រារព្ធធ្វើពិធីបុណ្យណូអែលហើយជាមួយគ្នាការត្រៀមនោះឯងគេមានការត្រៀមតាំងពីខែ10ខែ11ផងត្រៀមនឹងការរៀបចំឌីក័រហាងទិញដើមណូអែលដើម្បីនឹងតាំងនៅហាងរបស់គេឬនៅផ្ទះនៅក្នុងព្រះវិហារនៅក្នុងពួកជំនុំផងនេះជាការត្រៀមរបស់ពិភពលោកហើយប្រហែលជាមានទីកន្លែងមួយចំនួនដូចជាបងប្អូនឃើញហើយនៅក្នុងប្រទេសរបស់យើងចូលខែ11ក្តីគឺគេចាប់ដើមឌីក័រហាងរបស់គេតែមានដើមណូអែលមានតាគេហៅតាណូអែលឬតាសាន់តាក្លូសហើយប្រសាលាផងជាពិសេសសាលាអន្តរជាតិមួយចំនួនហើយសាលានៅក្នុងស្រុកយើងផងជាសាលាឈ្នួលគឺតែរៀបចំឲ្យធ្វើពិធីបុណ្យណូអែលនៅក្នុងសាលារបស់គេនីមួយៗប៉ុន្តែលោកយូហាននៅក្នុងដំណឹងរបស់យូហានលោកបានប្រាប់លើពីអ្វីដែលយើងរៀបចំត្រៀមនៅ
របស់របរតែសម្បកក្រៅដែលយើងមើលឃើញប៉ុន្តែលោកយូហានឲ្យយើងអីគេឲ្យយើងបានត្រៀមចិត្តសម្រាប់បុណ្យណូអែលមិនមែនគ្រាន់តែជាការអបអរសាទរពីបុណ្យតូចធម្មតាដែលផ្ទុំនៅក្នុងស្នុកប៉ុណ្ណោះទេប៉ុន្តែជាការអបអរពីវត្តមានរបស់ព្រះដែលបង្កើតចក្រវាឡទាំងមូលបានយាងមកប្រសូតហើយគង់នៅជាមួយនឹងមនុស្សមានបាបដូចជាយើងរាល់គ្នាបានជានៅក្នុងថ្ងៃនេះយើងនឹងរៀនមេរៀនមួយដែលមានចំណងគេថាត្រៀមចិត្តសម្រាប់បុណ្យណូអែលអរគុណបានត្រៀមចិត្តឲ្យទៅមិនថាដែរចូលរួមមករកធ្វើពិធីបុណ្យណូអែលប្រហែលជាវិហារមួយចំនួនក៏ចូលតាំងពីសប្តាហ៍មុនហើយនៅសប្តាហ៍នេះហើយឬក៏ពេញមួយខែថ្ងៃអាទិត្យគេជឿនគេធ្វើពេញមួយខែតែម្ដងគឺគេប្រកឬក៏ព្រះវិហារនោះឯងប្រកធ្វើពិធីបុណ្យណូអែលហើយដល់ឡែកឆ្នាំនេះនៅក្នុងប្រទេសយើងដែលកំពុងតែជួបវិបត្តិសង្គ្រាមដូចជាមិនមានការធ្វើពិធីបុណ្យណូអែលធំដុំដូចរាល់ឆ្នាំទេដោយសារយើងកំពុងតែជួបនៅវិបត្តិសង្គ្រាមប្រតិយ៉ាងមិញទោះបីជាក្នុងលទ្ធសនាក៏ដោយពួកគាត់នៅតែប្រកធ្វើក៏ទោះបីជាត្រង់ទ្រាយធំឬក៏តូចប៉ុន្តែក៏នៅតែនៅចាំអំពីការដែលប្រងទ្រង់យើងមកប្រសូតលើផែនដីដូចជាបានបញ្ជាក់ពីដើមហ្នឹងថាមិនមែនគ្រាន់តែអបអរសាទរដែលបុត្រធម្មតាដែលប្រសូតទេប៉ុន្តែជាការយាងមករបស់ព្រះដែលបង្កើតចក្រវាឡទាំងមូលនោះឯងមកប្រសូតជាមនុស្សលើផែនដីចំណុចទី1តើអ្វីដែលយើងត្រៀមចិត្តសម្រាប់បុណ្យណូអែលគឺទី1គឺត្រៀមទទួលនៅពន្លឺដ៏ពិតខ្ញុំនឹងអាននៅក្នុងព្រះគម្ពីរយូហានជំពូក1ខ9ឯពន្លឺដ៏ពិតនោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ដែលកើតមកក្នុងលោកីបងប្អូនម្នាក់ស្គាល់ធ្លាប់ឮឈ្មោះកោះ Faros សំស្លាយទៅខាងមុខតិចកោះ Faros គឺនេះបងប្អូនអាចមើលហើយសញ្ញាព្រួញមកទូចយ៉ាងឯងគេឲ្យឈ្មោះថាជាកោះ Faros កោះ Faros គឺជាកោះមួយដែលទទួលបានពន្លឺតិចជាងគេក្នុងមួយឆ្នាំគឺបានតែ840ម៉ោងទេក្នុងមួយឆ្នាំហើយដល់ឡែកបើយើងមើលនៅក្នុងពន្លឺដែលធម្មតានោះឯងគឺទទួលបាន4320ម៉ោងក្នុងមួយឆ្នាំសម្រាប់ប្រទេសរបស់យើងតែយើងណាស់ជាបែងចែក12ម៉ោងពេញតែម្ដងណា12ស្មើគ្នាតែម្ដងតែដល់ឡែកជាមធ្យមក្នុងពិភពលោកគឺទទួលបាន2334ម៉ោងក្នុងមួយឆ្នាំហើយដល់ឡែកក្នុងកោះ Faros នោះឯងគឺបានពន្លឺតែ848ម៉ោង40ម៉ោងទេក្នុងមួយឆ្នាំហើយទទួលបានពន្លឺឬក៏ថ្ងៃនោះឯងតិចមែនទែនឥឡូវបងប្អូនតើយើងទាំងអស់គ្នាត្រូវការពន្លឺអត់ក្នុងការនៅប្រចាំថ្ងៃប្រហែលជាបើយើងបិទក្នុងបន្ទប់នេះបិទឲ្យជិតឈឹងតែម្ដងហើយយើងបិទខ្មៅទាំងអស់ហើយយើងបិទទាំងពន្លឺភ្លើងផងប្រហែលជាបងប្អូនអង្គុយថ្វាយបង្គំទាំងភ័យខ្លាចទៅមែនទេអារម្មណ៍ភ័យខ្លាចក្រែងលោបាត់ម៉ូតូខាងក្រោយអារម្មណ៍ភ័យខ្លាចក្រែងលោគ្នាយើងណាមួយដូចទូរស័ព្ទរបស់យើងដែលយើងដាក់នៅក្បែរខ្លួនឬក៏អារម្មណ៍ភ័យខ្លាចអីផ្សេងទៀតដែលអាចកើតមានឡើងនៅពេលដែលអត់មានពន្លឺហើយពន្លឺដែលយើងអាចទទួលបានពន្លឺមកពីអីខ្លះពន្លឺដែលមកពីពន្លឺព្រះអាទិត្យអាចមកពីអគ្គិសនីណាឥឡូវនេះគេអាចទាញពន្លឺព្រះអាទិត្យមកប្រើបំលែងទៅជាអគ្គិសនីបានអាចមកពីពន្លឺភ្លើងអំពូលមកពីពន្លឺពិលចង្កៀងដែលជាបងប្អូនខ្លះធ្លាប់ហើយចង្កៀងឬក៏ទៀនកាលពីសម័យខ្ញុំនៅពីក្មេងគឺយើងដុតចង្កៀង
và miền Tây miền Tây ca trên tay là mình đốt là mình bằng phừ bây giờ đang đó cái dương miền hai đang có dương miền tiên với có dương miền phần lư prey chẳng tiền này hai dương trâu cả phần lưสำหรับการเราไปจับหายบ่อยอยู่หรอกนี่hai dương trâu cả สำหรับการได้ประกอบកិច្ចការងារផ្សេងៗដែលអាចធ្វើទៅបានដូច្នេះពន្លឺសំខាន់សម្រាប់យើងរាល់គ្នាតែសំណួរសួរថាហេតុអីបានជាយើងត្រូវការពន្លឺហេតុអីបានយើងត្រូវការពន្លឺដោយសារយើងអត់ចូលចិត្តភាពងងឹតតែនៅក្នុងគម្ពីរប្រាប់ថាពន្លឺដ៏ពិតពីថាគេជាពន្លឺដ៏ពិតព្រះទ្រង់ជាពន្លឺដ៏ពិតបានជាសំណួរសួរមកយើងវិញហេតុអីបានយើងត្រូវការពន្លឺតើเราសូមយើងបានមើលព្រះគម្ពីរជាមួយគ្នានៅក្នុងគម្ពីរអេពីសូតចំពោះ4ចំពោះ5ខ8អេពីសូត5 8ខ្ញុំនឹងអានបងប្អូនអាចទាញមួយគ្នាត្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរតែឥឡូវនេះវិញបានភ្លឺក្នុងព្រះម្ចាស់ដូច្នេះចូលដើរដូចជាពន្លឺភ្លឺចុះហើយដែលយើងត្រូវការពន្លឺពីព្រោះយើងពីមុនក៏ជាម្នាក់នៅក្នុងទីងងឹតដែរបានយើងត្រូវការពន្លឺហើយពន្លឺដែលយើងបាននោះឯងគឺនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាពន្លឺដ៏ពិតបានជាចុងខថាម៉េចចូលឲ្យយើងដើរដូចជាមនុស្សភ្លឺចុះមនុស្សភ្លឺតើលោកប៉ូលចង់ឲ្យថាម៉េចទៅនេះទៅនេះហើយយើងដើរមិនមែនរបៀបដើរក្នុងទីវត្តប៉ុន្តែដើរដូចក្នុងមនុស្សដែលនៅក្នុងពន្លឺទី1ឲ្យគេបានមើលឃើញពន្លឺរបស់យើងនៅក្នុងលោកីនេះទី2ឲ្យយើងខ្លួនឯងនោះឯងគឺយើងបានបានដើរដោយប្រាជ្ញាដោយមានបញ្ញាដែលមកពីព្រះអង្គក្នុងការដែលយើងដើរនិងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងរាល់គ្នាបើទោះបីជាសារភាពកាត់ឡើងសម្រាប់យើងយ៉ាងណាតែយើងដឹងច្បាស់ថាព្រះអង្គទ្រង់សន្យាថានឹងឲ្យយើងនៅជីវិតអកលជានិច្ចបើទោះបីជាសារភាពដែលយើងកំពុងតែឃើញការឡើងសង្គ្រាមវាងប្រទេសហើយនៅប្រទេសដែលយើងកំពុងតែឆ្លងកាត់នេះឯងយ៉ាងណាក៏ដោយតែយើងមានសង្ឃឹមនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលយើងមិនមែនជាអ្នកដែលអត់មានសង្ឃឹមព្រួយបារម្ភបាយក៏មិននឹកទឹកក៏មិនស្រេកទេដោយសារយើងឃើញសង្គ្រាមប៉ុន្តែយើងមានសង្ឃឹមនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអេមែនសម្រាប់ពលបានលើកឡើងថាម៉េច For me I live for Christ and die is gain បើខ្ញុំរស់នៅសម្រាប់ព្រះគ្រីស្ទហើយស្លាប់ទៅជាកម្រៃវិញនេះគឺជាក្តីសង្ឃឹមហើយជាទំនុកចិត្តដែលគ្រីស្ទបរិស័ទមាននេះជាការដើរដូចជាមនុស្សភ្លឺពីព្រោះអ្វីដែលកើតឡើងហ្នឹងគាត់ជាសញ្ញាដែលបង្ហាញបញ្ជាក់ឲ្យយើងបានមើលឃើញថាព្រះអង្គទ្រង់ចិត្តយាងមកវិញហើយហើយពេលខ្លះអត់មានហេតុនឹងការដែលច្បាំងផងប៉ុន្តែក៏ផ្ទុះកើតឡើងដែរជាសញ្ញាដែលចង់ប្រាប់យើងថាព្រះអង្គទ្រង់ចិត្តយាងមកវិញហើយនៅក្នុងពីគេលោះសំពុក1ខ13ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹតហើយផ្លាស់យើងក្នុងនគររបស់ព្រះជាបុត្រាស្ងួនភ្ងានៃទ្រង់គឺព្រះអង្គទ្រង់បានប្រោសយើងរាល់គ្នាអំពីអំណាចនៃសេចក្តីងងឹតអំណាចនៃងងឹតនេះគឺព្រះអង្គចង់សំដៅទៅលើអំណាចនៃអំពើបាបព្រះអង្គទ្រង់ប្រោសឲ្យយើងរាល់គ្នារំដោះយើងរាល់គ្នាចេញពីអំណាចនៃអំពើបាបហើយឲ្យយើងមកក្នុងពន្លឺដ៏ពិតវិញពីណាគេជាពន្លឺដ៏ពិតគឺជាព្រះគ្រីស្ទដែលព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់គឺជាពន្លឺដ៏ពិតនៅក្នុងខគម្ពីរយូហានដែលយើងបានអានមកចឹងហើយគឺព្រះអង្គទ្រង់គឺជាពន្លឺដ៏ពិតហើយព្រះអង្គបានរំដោះយើងចេញពីអំណាចនៃអំពើបាបហើយដាក់យើងនៅក្នុងអំណាចនៃពន្លឺនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទវិញតែទ្រង់គឺជាពន្លឺដ៏ពិតឥឡូវយើងមើលក្នុងខ11ចំពោះ1មិញ
ទ្រង់បានជាងមកក្នុងគង់នៅផែនដីរបស់ទ្រង់តែរាជទ្រង់មិនទទួលទ្រង់សោះព្រះអង្គទ្រង់យាងមកលើផែនដីជាមួយនឹងមនុស្សមានបាបប៉ុន្តែរាជរបស់ព្រះអង្គគេមិនទទួលព្រះអង្គទេអ៊ីស្រាអែលពលតែម្ដងគឺជាអ្នកដែលបដិសេធព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយជាអ្នកដែលឆ្កាងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទផងបានជាលោកអ្នកបងប្អូនអើយសម្រាប់ជនជាតិយើងផងក្នុងការដែលបដិសេធដូចបញ្ញាបានលើកឡើងថាអ្នកជាយេស៊ូវឈួតងប់ងល់ដែលគេបដិសេធហើយបងប្អូនអត់ចម្លែកទេដោយសារតែគេគឺជាខ្មាំងនៃឈើឆ្កាងហើយគេគឺជាសត្រូវនៃឈើឆ្កាងដូច្នេះអត់ចម្លែកទេហើយគេជាអ្នករស់នៅក្នុងអីគេក្នុងទីងងឹតចឹងគេមិនអាចយល់អំពីពន្លឺទេបានជាអង្គបងប្អូនហើយយើងដែលនៅទីនេះយើងគឺជាកូននៃពន្លឺដូច្នេះយើងមិនរស់នៅក្នុងទីងងឹតដូចជាលោកីទេចឹងជារឿងចម្លែកសម្រាប់គេហើយវាអត់ចម្លែកសម្រាប់យើងទេដែលគេប្រមាថមើលងាយយើងដែលគេស្អប់យើងរកគ្នាជាអ្នកជឿព្រះអង្គតែយើងមិនដែលធ្វើបាបមិនដែលទៅបៀតបៀនគេទេហើយខ្ញុំនិយាយទៅនេះដោយសារខ្ញុំមានបងប្អូនសាក់សីមានម្ដាយឪពុករបស់ខ្ញុំមានមីងរបស់ខ្ញុំគាត់ជាសាក់សីគាត់អង្គុយនៅទីនេះឲ្យយើងកូនមកខ្ញុំជាម្នាក់ដែលជឿព្រះអង្គមុនគេនៅក្នុងគ្រួសាររបស់ខ្ញុំប៉ុន្តែពីមុននោះឯងខ្ញុំក៏ជាម្នាក់ស្អប់ដែលជឿយេស៊ូវដែរខ្ញុំក៏ជាម្នាក់ដែលមើលងាយអ្នកជឿយេស៊ូវដែរខ្ញុំជាអ្នកដែលជ្រែងពួកអ្នកជឿយេស៊ូវដែរតើព្រលឹមឡើងខ្ញុំព្រឹកឡើងខ្ញុំជិះកាត់វិហារហើយគេទៅនុយស្អាតបាតគេស្លៀកពាក់ដូចយើងស្អាតបាតចឹងហើយគេដើររើសម្រាប់មកខ្ញុំជ្រែងគេបាត់ទៅហើយខ្ញុំស្អប់គេបាត់តែបណ្ដាខណៈពេលដែលគេមិនដែលបានធ្វើអីទាស់ជាមួយនឹងខ្ញុំផងហើយខ្ញុំស្អប់គេលួចបាត់ទៅហើយដោយសារពេលនោះឯងខ្ញុំរស់នៅក្នុងទីងងឹតអំណាចនៃអំពើបាបប្រឆាំងទាស់ជាមួយនឹងពន្លឺរបស់ព្រះតែអរគុណដល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់ទេបានរំដោះខ្ញុំចេញពីទីងងឹតមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គវិញបញ្ជារស់នៅក្នុងទីពន្លឺហើយដូចជាអរបងប្អូននៅឃើញនៅក្នុងទីនេះហើយបងប្អូនថាបានជឿព្រះអង្គឬក៏មិនទាន់ជឿយើងឃើញថាយើងបណ្ដាលបង្រៀនឲ្យបងប្អូនទាំងអស់គ្នាស្អប់ឪពុកម្ដាយរបស់បងប្អូនទេមានតែនាំបងប្អូនធ្វើការងារសង្គមស្រឡាញ់សង្គមជាមួយនេះបម្រើសង្គមជាមួយនេះហើយបម្រើនៅប្រទេសផ្សេងទៀតដែលយើងអាចធ្វើបានប៉ុន្តែលោកឯងគេមិនឃើញទេគេគិតថាយើងឈួតយើងលីលាយើងកំពុងតែវុកយើងងប់ប៉ុន្តែព្រះអង្គឲ្យយើងដើរនៅក្នុងទីពន្លឺដូចជាមុនដែលទទួលបានពន្លឺហើយដើរនៅក្នុងទីភ្លឺដែរបងប្អូនអើយនៅឯត្រូវបានគេគោរពគ្រប់ទីកន្លែងខណៈពេលដែលម្ចាស់នៅឯត្រូវបានគេបដិសេធពេលដែលគេជាម្ចាស់នៅឯព្រះគ្រីស្ទជាម្ចាស់នៅឯធ្វើគ្រប់ទីកន្លែងផ្សារទំនើបសាលារៀនប៉ុន្តែគេបដិសេធព្រះគ្រីស្ទដែលជាម្ចាស់នៅឯបងប្អូនចម្លែកទេបើសិនបើយើងធ្វើ birthday ឲ្យជៀនប៉ុន្តែអត់មានវត្តមានជៀនទេហើយយើងថាធ្វើ birthday ឲ្យជៀនមានតែរូបថតជៀនចម្លែកទេហើយបដិសេធគាត់ហ្មងអត់ឲ្យគាត់ចូលទេហើយគាត់ចង់ចូលទេថាគាត់ឲ្យចូលទេសុំរូបថតបានហើយចម្លែកអត់ព្រះយេស៊ូវព្រះអង្គជាម្ចាស់នៃនូអែលប៉ុន្តែគេបដិសេធម្ចាស់នៃនូអែលព្រះយេស៊ូវជាម្ចាស់នៃសក្ការៈដែលយើងបានរាប់ប៉ុន្តែគ្រប់គ្នាបានបដិសេធព្រះខណៈពេលដែលខ្លួនឯងកំពុងតែប្រើសក្ការៈរបស់ព្រះម្ចាស់ព្រះយេស៊ូវមែនអត់បងប្អូនជឿចឹងអត់ប្រសិនបើបងប្អូនកើតមកបើបងប្អូនអត់បានមិនបញ្ចូលសក្ការៈនៃព្រះម្ចាស់ព្រះយេស៊ូវទេបងប្អូននឹងមិនទៅជាតាណាមួយទេមែនទេឧទាហរណ៍ថាឈ្មោះសម្រិទ្ធ
anh men sắp đặt men tầm môi lên tay men đi toàn tay đặt ngay khai trăm cầm nao trôi bạn thao ô bất chia sắp đặt môi này để đi tiếp rồi ăn còn là mình trôi khai khai trăm cầm nao là chia cứ sạc ra như vậy thấy nhé cho bạn chia khi bạn để xét kịch vơ đồ án còn tay khi bạn để xét mà chặt này ngoài rồi khi mà nó kho đầm buồn Johan cũng bên kho đầm buồn bàn nhà trẻ hai tôn lý cứ thả còn lý ban một nông lục cái tại mình nu lô trôi chân nâng sẽ đầy ngông ngật chi chiêu quân nữ thì pru hỏng pơ đã kết phơ đang phần man sọt tài à cỏ nét này trôi chất thì ngông ngật nét này trôi chất thưa ca trọ khi tại nhà sao quân nữ trôi chất quân nữ thì lúc mà lưới ai ở cái bàn mới khơi cả cả nó bọc luôn tại sao dương rõ ông trong lưới chân dương bàn đá đôi chia côn này quân lưới mình thì pì ta quay là dương đâu từ tiêm chất trong cái này tua xem làm bọn này thì pì tiêm chất từ tua chưa đo phải ông mà chả thì Giêsu không khó đọc ý còn tay nhận na đã là tua trùng cứ on này chưa đo niệm trùng lụt trùng ban và tiên âm nay ai được làm chỉ có vẻ nó non kho của pi kho đọc pi và ta nhận na đã được tua trùng cứ nè chưa đo niệm trùng nu trùng ban và tiên âm nay ai được làm chỉ có nó bọc này dương cứ chỉ con đại bảo ông trùng từ tua cho tạm nhẹ chùm nưa để bảo chữ đó này dương cứ chỉ con thì chậm đại bảo ông trong ban rư dương tiêu một hai chỉnh châm hai rọc dương cứ chia sẻ mai chân được tua xa bảo bảo anh bảo hôm cho bà hay dùng bây giờ dương thì chúng mình được ăn mà vì con định chậm nên là con đồng cả dương cứ chỉ mình đại mình xa xóm mà ta bảo ông từng rư dương tiêu một hai chỉnh châm mấy bài dương là smart âm viên sức smart nâng con bột trà bột tray bảo bảo Johan cho phút bay không một thầy bờ Johan sai thà không biết luôn na ai nên được tu là còn vậy ban thế lơ tai ban đầu tiên bị than xua một hồi phần nồng ông nó có một người nó khó đi bàn mình chia dài cho ba tháng dương nâng mình được tu rong thì lơ lên ta rong trung chơi dương nâng mình được tu vô rong thế lơ lên ta rong trung chơi bằng tôn chất là bao nhiêu dương nó mình tua cho bảo thế lực lên ta bảo trong ban bằng ca dương chỉ mấy nó không bảo sẵn bạn chỉ nó không làm tu bảo mà mình chạy dương nhà cho ba tháng ca là dương chưa đâu anh cứ chia cách căng như đại bảo trong ban phơi nó không dương thì mình men dương chỉ nè phơi thì dù hàng chục cuộc bay kho sao của bạn chạy thá nhà na là chưa đo bị một ra nu miên chỉ một ở kho chỉ này hai tay là na ta mình chưa mình prom chưa đọc bị một ra với luôn nâng mình khơi chịu vật xa lời cứ sẽ cao nó bọc đế tay nơi chọp là ngoài mà trên nó không khó đi bạn mình chết anh em na này chưa luôn là miếng chịu vật ở coi chỉ này nên là chưa lơ cài dương một lần số bọc ra mà chạm dù xuống là luôn là miếng chịu vật ở coi chỉ mình bạn chỉ dương cứ chỉ trong này chưa lơ ca dương một con số bọc lòng mà chạm Giêsu hay là không có biết bạn trai ca dương nâng miến chỉ vật ở coi nịch chỉ muốn nâng tổng đài đại sái đại sa trông cứ chia bạn em là nâng ở coi chỉ nịch brown chia mà cha này than xuống cho nên bạn chỉ dương đọc nia chứ côn nên mà cha này than xuống hay dương chỉ nhẹ không một đoạn chỉ muốn nâng brown này emนี่ชื่อเรื่องคำนวณจริงหรอกนี่ยังชื่อเลยเป็นวัตถุตรงแต่ที่มันเยี่ยงว่าประสบสิ่งนู้นอย่าไปเชี่ยงดีกว่าชนะหายดับไปดีบรรยากาศตัว
ទទួលយកព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមិនមែនមានន័យថាការទទួលនៅទទួលដែលអារម្មណ៍រំជើបរំជួលរបស់យើងទេប៉ុន្តែជាការជឿដល់ព្រះនាមទ្រង់ទុកចិត្តទ្រង់ហើយនឹងទុកចិត្តអ្វីដែលព្រះអង្គបានធ្វើជាមួយយើងរាល់គ្នាទុកចិត្តនៅអ្វីដែលព្រះម្ចាស់យេស៊ូវបានធ្វើជាមួយយើងរាល់គ្នាដែលប្រមាណជាមកប្រសូតជាមួយនឹងស្ត្រីក្រមុំព្រហ្មចារីព្រះមកសុគតជាពិត3ថ្ងៃហើយព្រះបានទូលឡើងវិញហើយទ្រង់បានយាងទៅឯនគរខាងសួគ៌ជាយើងទឿទុកចិត្តលើអ្វីដែលព្រះទ្រង់បានធ្វើជាមួយនឹងយើងរាល់គ្នាខ13គឺជាកូនដែលមិនកើតមកពីឈាមឬតាមប្រាថ្នារូបសាច់ឬតាមចំណង់នៃមនុស្សឡើយគឺកើតមកអំពីព្រះវិញនៅក្នុងគម្ពីរបានប្រាប់ថាខ13ប្រាប់ថាម៉េចគឺយើងមិនមែនជាកូនដែលកើតមកអំពីឈាមអំពីបំណងប្រាថ្នារូបសាច់ទេមិនមែនមកកើតមកអំពីការរួមរស់នៅជាមួយរវាងបរិសុទ្ធនិងស្ត្រីទេប៉ុន្តែកើតមកអំពីព្រះវិញ្ញាណវិញនៅខចំពោះ3ខ6យូហានចំពោះ3ខ6ថាម៉េចរបស់អ្វីដែលកើតពីសាច់នោះជាសាច់ទេតែដែលកើតមកពីព្រះវិញ្ញាណនោះជាវិញ្ញាណវិញអស់បងប្អូនអើយយើងគឺជាអ្នកដែលកើតមកអំពីព្រះវិញ្ញាណហើយការកើតអំពីព្រះវិញ្ញាណឯងគឺជាការបង្កើតជាថ្មីនៅក្នុងព្រះអម្ចាស់ហើយទ្រង់ទេជាអ្នកដែលបង្កើតយើងជាថ្មីមិនមែនដោយការខិតខំប្រឹងប្រែងរបស់យើងរាល់គ្នាទេប៉ុន្តែដោយសារព្រះអម្ចាស់ទ្រង់បានបង្កើតយើងជាថ្មីព្រះអង្គទ្រង់បានបន្ទន់ចិត្តរបស់យើងព្រះអង្គទ្រង់បានប្រោះឲ្យយើងរស់ឡើងវិញខាងវិញ្ញាណហើយយើងអាចនឹងថ្លែងយើងស្រែកថាព្រះអង្គជាព្រះបិតារបស់យើងដោយសារព្រះអង្គបានបង្កើតយើងជាថ្មីដូចគ្នាដែរដូចខ្ញុំបានធ្វើអំពីទីបន្តពីជីវិតរបស់ខ្ញុំដូចគ្នាជាម្នាក់ដែលតែប្រឆាំងស្អប់អ្នកជឿហើយតាំងចិត្តខ្លួនឯងមុតមាំថាទោះបីយ៉ាងណាក៏ដោយទោះបីមេឃរលកព្រមរលាយ៉ាងណាក៏ដោយក៏ខ្ញុំមិនទទួលជឿដែរជាសាសនារបស់បារាំងអាមេរិកតាំងចិត្តអញ្ចឹងមុតមាំអញ្ចឹងតែដល់ពេលមួយព្រះញាណរបស់ព្រះបានបន្ទន់ចិត្តរបស់យើងរបស់ខ្ញុំហើយខ្ញុំបានទទួលហើយសារភាពថាខ្ញុំជាមនុស្សមានបាបទទួលជាព្រះអង្គជាព្រះសង្គ្រោះរបស់ខ្ញុំដូច្នេះគឺជាកិច្ចការងារនៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះទេដែលធ្វើការនៅក្នុងជីវិតរបស់យើងរាល់គ្នាសូមទៅ slide មួយទៀតអូខេនេះគឺជាអ្វីដែលលោក Oasis Sprout ក៏បាននិយាយថាការបង្កើតជាថ្មីមិនមែនជាអ្វីដែលយើងធ្វើទេសំទោសដែលជាភាសាអង់គ្លេសប៉ុន្តែជាអ្វីដែលទ្រង់បានធ្វើសម្រាប់យើងវិញដោយព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានប្រោះយើងរាល់គ្នាខណៈពេលដែលយើងជាម្នាក់ដែលស្លាប់នៅក្នុងអំពើបាបដូច្នេះមិនមែនយើងដែលជាអ្នកស្លាប់យើងខំប្រឹងទៅដល់ដើម្បីរស់ឡើងវិញទេប៉ុន្តែជាកិច្ចការងារដែលព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានប្រោះយើងហើយយើងបានរស់ឡើងវិញខាងវិញ្ញាណហើយជាកិច្ចការងារដែលព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានធ្វើខណៈពេលដែលយើងជាអ្នកដែលស្លាប់នៅក្នុងអំពើបាបដូច្នេះយើងអត់មានអ្វីដើម្បីនឹងប្រកែកទេអត់មានអ្វីដើម្បីនឹងតទល់បានដោយសារយើងជាអ្នកស្លាប់រួចទៅហើយប៉ុន្តែដោយសារតែព្រះវិញ្ញាណបរិសុទ្ធនៃព្រះទ្រង់បានធ្វើការនៅក្នុងជីវិតរបស់យើងរាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានប្រោះយើងរាល់គ្នាឲ្យយើងបានរស់ឡើងវិញជាមួយនឹងព្រះអង្គបានជាលោកបងប្អូនអើយនៅអាលរំលឹកយើងថាក្តីសង្គ្រោះគឺជាអំណោយពីមកពីព្រះហើយយើងត្រូវបានកាលដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះតើនរណាជាព្រះបន្ទូលព្រះបានជានៅក្នុងខមុនថាម៉េចព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាមព្រះបន្ទូលបានត្រឡប់ជាសាច់ឈាមគឺសំដៅទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ
ដែលទ្រង់គឺជាព្រះបន្ទូលហើយព្រះអង្គបានត្រឡប់ជាសាច់ឈាមគឺជាព្រះជាបុត្រាតែមួយនោះឯងគឺជាព្រះម្ចាស់ព្រះយេស៊ូវបាទជាយើងត្រៀមចិត្តទទួលយកព្រះបន្ទូលរបស់ព្រះអង្គហើយព្រះបន្ទូលនោះឯងគឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទជាក្នុងខនោះបានបញ្ជាក់ប្រាប់យើងថាគឺព្រះអង្គទ្រង់បានស្នាក់នៅជាមួយនឹងយើងរាល់គ្នាហើយហេតុដែលនាំឲ្យមាននោះឯងគឺព្រះបានយកកំណើតព្រះបន្ទូលរបស់ព្រះនោះឯងបានមកយកកំណើតហើយជាមនុស្សដែលស្នាក់នៅជាមួយនឹងយើងរាល់គ្នានោះឯងបានជារឿងបងប្អូនអ្វីដែលអស្ចារ្យជាមួយនឹងអង្គព្រះគ្រីស្ទនោះគឺថាទ្រង់គឺជាព្រះ 100% ហើយព្រះអង្គទ្រង់គឺជាមនុស្ស 100% ហើយជាមួយគ្នាទ្រង់ពេញដោយសេចក្តីពិតហើយនឹងព្រះគុណព្រះអង្គជាមនុស្ស 100% ហើយទ្រង់បានជ្រាបអំពីការជឿចាប់ប្រងយល់អំពីការរត់ទៅលបាតផ្សេងហើយជាមួយគ្នាព្រះអង្គក៏ជាព្រះ 100% ដែរបានជារូបភាពណូអែលមិនគ្រាន់តែជាការអបអរសាទរប៉ុណ្ណោះទេប៉ុន្តែជាការដែលយើងត្រូវថ្វាយបង្គំព្រះអង្គដោយអស់អំពីចិត្តដែរមិនគ្រាន់តែជាការដែលយើងអរសាទរសប្បាយជាមួយនឹងពិធីនោះប៉ុន្តែយើងត្រូវតែជាអ្នកដែលដាក់ចិត្តដាក់កាយក្នុងការថ្វាយបង្គំព្រះអង្គដោយអស់ពីចិត្តរបស់យើងរាល់គ្នាដោយព្រោះទ្រង់គឺជាម្ចាស់នៃណូអែលហើយព្រះបន្ទូលនោះឯងបានត្រឡប់ជាសាច់ឈាមមកស្នាក់នៅជាមួយយើងរាល់គ្នាគឺជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបានជាស្នូលនៃពិធីបុណ្យណូអែលគឺថាព្រះបន្ទូលនៅអកលបានត្រឡប់ជាសាច់ឈាមហើយរស់នៅក្នុងចំណោមយើងរាល់គ្នាហើយទ្រង់បានសម្ដែងសេរីល្អទ្រង់មកកាន់យើងរាល់គ្នាដែរគឺជាព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទី4គឺរស់នៅដោយព្រះគុណលើសអស់ទាំងព្រះគុណខ16ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្តីពោពេញរបស់ទ្រង់មកគឺជាព្រះគុណថែមលើសអស់ទាំងព្រះគុណតើមានន័យម៉េចសម្រាប់បងប្អូនទាំងគ្នាដែលបើយើងនិយាយពីព្រះគុណតើមានន័យថាម៉េចសម្រាប់យើងរាល់គ្នាមានថាម៉េចអូខេជាការដែលទ្រង់បានប្រទានឲ្យយើងដោយអន់ចិត្តថ្លៃប៉ុន្តែព្រះអង្គទ្រង់បង់ថ្លៃជំនួយយើងវិញមែនទេថ្លៃគេតម្លៃនៃអំពើបាបមិនអាចយកអ្វីទិញបានទេមិនអាចយកអ្វីដោះដូរបានទេប៉ុន្តែទ្រង់បានដោះដូរជំនួសយើងដោយអីគេដោយព្រះជន្មរបស់ព្រះអង្គដោយជីវិតរបស់ព្រះអង្គបានដោះដូរយកយើងរាល់គ្នានេះគឺជាប្រគុណរបស់ព្រះដែលយើងមិនសាសមទទួលយកទេប៉ុន្តែព្រះអង្គទ្រង់ឲ្យយើងដោយយកទេប៉ុន្តែការឲ្យរបស់ទ្រង់ឯងគឺព្រះអង្គទ្រង់បង់ថ្លៃជំនួសយើងរាល់គ្នាតើបងប្អូនសប្បាយចិត្តទេនៅពេលដែលបងប្អូនពាក់លុយគេ$1 លានហើយមានម្នាក់មកថាខ្ញុំសុខចិត្តសងជំនួសបងប្អូនរាល់គ្នាសប្បាយចិត្តទេសប្បាយជ្រុលលោទឹកប្រហើយដល់ពេលសប្បាយពេកទៅពាក់មួយដងឡាប់ហ្មងសប្បាយពេកតែយើងមានអំណរទេខណៈពេលដែលយើងមានបាបមិនអាចបង់ថ្លៃរួចប៉ុន្តែមានមួយអង្គដែលយាងមកហើយបង់ថ្លៃជំនួសយើងរាល់គ្នាថាបាបរបស់អ្នកឯងត្រូវបានអត់ទោសឲ្យហើយយើងសប្បាយទេយើងមានអំណរទេនេះគឺជាអំណររបស់គ្រីស្ទបរិស័ទជាភាពត្រេកអររបស់គ្រីស្ទបរិស័ទប៉ុន្តែមិនរហូតដល់ថ្នាក់ទាំងវីដេអូទេដូច្នេះបានជានេះហើយគឺជាព្រះគុណរបស់ព្រះជាការពិតបាបទាមទារក្តីស្លាប់ហើយយើងទេត្រូវស្លាប់នៅអកលជានេះប៉ុន្តែព្រះអម្ចាស់ព្រះយេស៊ូវទ្រង់សុគតជំនួសយើងវិញបដូរយើងរាល់គ្នាឲ្យមានជីវិតព្រះអង្គរងទុក្ខដើម្បីឲ្យយើងរាល់គ្នារួចអំពីការឈឺចាប់អកលជានេះព្រះអង្គសុគតដើម្បីឲ្យយើងរាល់គ្នារួចអំពីការស្លាប់ទៅនៅអកលជានិច្ចអាមែននេះហើយគឺជាព្រះគុណតែទ្រង់ឲ្យមួយយើងរាល់គ្នាបាត់ជាបងប្អូនអើយនៅក្នុងព្រះគ្រីស្ទទទួលបានការអត់ទោសបាបដល់មនុស្សមានបាបដូចយើងរាល់គ្នា
ហើយទ្រង់បានចម្រើននៅព្រះគុណដល់អស់អ្នកដែលកំពុងតែទុកព្រួយលំបាកដូចយើងរាល់គ្នាហើយទ្រង់បានផ្ដល់ក្តីសង្ឃឹមដល់អស់អ្នកដែលកំពុងតែបាក់បែកដែរនេះឯងគឺជាដំណឹងល្អដែលនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវនៅក្នុងខ17បិទបណ្ដាក្រឹតវិន័យទាំងប៉ុន្មានបានប្រទានមកដោយសារលោកម៉ូសេតែឯព្រះគុណនិងសេចក្តីពិតនោះបានមកដោយសារព្រះយេស៊ូវគ្រីស្ទវិញតើច្បាប់របស់ព្រះអាក្រក់មែនអត់ទេបញ្ញត្តិរបស់ព្រះអង្គអាក្រក់មែនអត់ទេបញ្ញត្តិព្រះអង្គហ្នឹងអាចនឹងកាត់សេចក្តីថាយើងធ្វើអាក្រក់ឬយើងធ្វើដោយទ្រង់ដឹងថាមនុស្សមិនអាចធ្វើតាមអស់ទាំងបញ្ញត្តិរបស់ព្រះនោះឯងដែលព្រះអង្គបានបញ្ជូនព្រះបុត្រាទ្រង់តែមួយដើម្បីនឹងធ្វើអស់ទាំងបញ្ញត្តិរបស់ព្រះអង្គជំនួសយើងរាល់គ្នានេះឯងគឺជាប្រគុណរបស់ព្រះដែលទ្រង់បានផ្ដល់ឲ្យយើងរាល់គ្នាបានជានៅក្នុងខ2វិញបញ្ញត្តិបានប្រទានតាមរយៈម៉ូសេប៉ុន្តែប្រគុណតាមរយៈព្រះម្ចាស់យេស៊ូវគ្រីស្ទវិញហើយបើយើងពឹងអាងលើបញ្ញត្តិហើយយើងធ្វើតាមបញ្ញត្តិនោះមិនអាចសង្គ្រោះបានទេដោយសារយើងមិនអាចធ្វើបានទេយើងមិនអាចធ្វើបានទេបានជាព្រះម្ចាស់យេស៊ូវទ្រង់យើងមកដែលទ្រង់អាចនឹងធ្វើបានជាមួយយើងរាល់គ្នាហើយទ្រង់ផ្ដល់ប្រគុណដល់យើងរាល់គ្នាបានជាបងប្អូនដើម្បីទទួលនៅប្រគុណរបស់ព្រះបានយើងត្រូវទទួលស្គាល់ថាយើងមិនអាចធ្វើល្អល្មមដើម្បីទទួលការអត់ទោសមកពីព្រះបានទេយើងមិនអាចល្អល្មមដែលគួរនឹងទទួលនៅប្រគុណដែរប៉ុន្តែព្រះអង្គទ្រង់ឲ្យយើងរាល់គ្នាដែលឥតគិតថ្លៃនេះហើយជាហេតុដែលយើងអាចនឹងអសាទរក្នុងការទទួលពីបុត្រាទ្រង់ដែលយើងមកលើផែនដីដើម្បីយើងរាល់គ្នាជាហេតុដែលយើងអាចអសាទរដែលព្រះបន្ទូលបានដល់ជាសាច់ឈាមហើយគង់នៅជាមួយនឹងយើងរាល់គ្នានេះជាហេតុដែលយើងអាចអសាទរហើយព្រះបន្ទូលនោះឯងបានគង់នៅជាមួយយើងទាំងផ្ដល់ព្រះគុណដល់យើងរាល់គ្នាបានជាដោយសារព្រះគុណរបស់ព្រះសម្មាគុណដែលយើងអាចនឹងមានសង្ឃឹមហើយយើងអាចរស់នៅដោយអំណរហើយបើសិនបើពឹងអាងលើបញ្ញត្តិក្រឹតវិន័យនោះយើងមិនអាចធ្វើបានទេហើយយើងជឿមានបាបហើយយើងកំសោយចុងក្រោយទី5នោះគឺទទួលនឹងការបើកសម្ដែងនៃព្រះបុត្រាទ្រង់ក្នុងខ18គ្មានអ្នកណាដែលឃើញព្រះឡើយមានតែព្រះបុត្រាតែមួយដែលគង់នៅក្នុងព្រះឱរាបិតាប៉ុណ្ណោះទ្រង់បានសម្ដែងឲ្យស្គាល់ព្រះអង្គបាត់ជាបងប្អូននៅក្នុងគម្ពីរបានប្រាប់ថាគ្មានអ្នកណាស្គាល់គ្មានអ្នកណាឃើញព្រះទេមានតែព្រះបុត្រាទេដោយសារព្រះបុត្រានឹងគង់នៅជាមួយនឹងព្រះវរបិតាចឹងព្រះអង្គនឹងស្គាល់អំពីព្រះវរបិតាហើយព្រះអង្គនឹងស្គាល់អំពីផ្លូវដែលទៅឯព្រះវរបិតាដែរព្រះអង្គនឹងស្គាល់ពីផ្លូវដែលទៅឯនគរឋានសួគ៌ដែរគឺនៅក្នុងព្រះបុត្រាបានជាអន្តរណាដែលនៅក្នុងព្រះបុត្រានៅនោះឯងគឺបានរួមជាមួយនឹងព្រះបុត្រានោះហើយនឹងមានចំណែកនៅឯនគរឋានសួគ៌ជាមួយនឹងព្រះបុត្រាដូច្នេះនេះឯងគឺជាក្តីសង្ឃឹមរបស់យើងរាល់គ្នាវាជាការដែលយើងត្រៀមចិត្តបើកចិត្តក្នុងការដែលទទួលយកព្រះនៃយើងដែលទ្រង់បានយាងមកពីនគរឋានសួគ៌ហើយព្រះអង្គទ្រង់បានគង់នៅជាមួយនឹងយើងរាល់គ្នាបានជាត្រៀមចិត្តសម្រាប់បំណងអាលមានន័យថាការផ្ដោតជីវិតរបស់យើងទៅលើអង្គព្រះយេស៊ូវគ្រីស្ទយើងស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គយើងជឿទុកចិត្តលើកិច្ចការដែលព្រះគ្រីស្ទបានធ្វើជាមួយយើងហើយយើងដើរតាមហើយនឹងស្ដាប់បង្គាប់ព្រះអង្គបានជាបងប្អូននៅអាលមិនមែនជាអ្វីដែលយើងធ្វើថ្វាយទៅកាន់ព្រះទេប៉ុន្តែនៅអាលជាអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើងរាល់គ្នាហើយជាចុងក្រោយដំណឹងល្អគឺថាព្រះបុត្រានៅអកលជនិតទ្រង់បានយាងមករកយើងដែលនៅក្នុងទីគងឹតហើយជាមួយគ្នាមនុស្សមានបាបបានបដិសេធព្រះអង្គប៉ុន្តែជាមួយគ្នាអន្តរណាដែលជឿដល់ទ្រង់ដែលនោះនឹងមានជីវិតអកលជនិតហើយនឹងរស់នៅក្រោមព្រះគុណនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដូច្នេះព្រះគុណនៃទ្រង់បានផ្ដល់មកយើងរាល់គ្នាតាមរយៈព្រះអង្គម្ចាស់យេស៊ូវហើយព្រះអង្គម្ចាស់យេស៊ូវ
chia hết đã thưa ai miền thì bận ngoài để nghe bạn dương tiêm trận cái này phơ bận ngoài đại ông nói cho mấy cái này đăng cho bạn ha dương tiêm từ tua vô từ tiêm trong cái này prom cha đại chi mà cha này thì phong độ mul bạn phải sơn mong chim đúng ai công nói chim vô đó này ai bắt đầu phải công nói vô đó này ai trong auto ai vô đó này amen ai thành bên này